សូមគោរពសម្ដេចប្រធានអាដាមមនុស្សទី2អាដាមមួយជំទាវជាអ្នកតំណាងរាស្ត្រអង្គសភាទាំងមូលជាទីគោរពសូមគោរពស្វាគមន៍អាដាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខ្ញុំបានស្ដាប់បទទេសនារបស់អាដាមរដ្ឋមន្ត្រីយ៉ាងយកចិត្តទុកដាក់ហើយបានសង្កេតឃើញថាចំណុចដ៏ល្អដែលសំខាន់គឺយើងព្យាយាមបដិញ្ញាចិត្តដើម្បីគៀងគរប្រាក់ចំណូលចូលជាតិឲ្យបានច្រើនហើយព្យាយាមកាត់បន្ថយចំណាយមិនចាំបាច់ចំណាយបំផោងឲ្យបានដើម្បីរក្សាថវិកាជាតិយកទៅបម្រើការពិតប្រាកដលោកប្រមុខរាជរដ្ឋាភិបាលលោកមានអភិក្រមការងារ4យ៉ាងកញ្ចក់ឆ្លុះងូតទឹកដុសក្អែលនិងព្យាបាលខ្ញុំសង្ឃឹមថាប្រព័ន្ធគ្រប់គ្រងដឹកនាំមួយដែលមានប្រសិទ្ធភាពដល់ទៅស្គាល់ទួលនីតិនិងភារកិច្ចខ្លួនខ្ញុំព្យាយាមដើរតួធ្វើជាកញ្ចក់ឆ្លុះហើយដែលឆ្លុះឃើញមែនមិនដើរតួជានីតិ